ភេសជ្ជៈទាំងនេះបើអាចកុំញ៉ាំក្រោយបាយល្ងាចរួចក្នុងចំណោមភេសជ្ជៈ5មុខនេះមានភេសជ្ជៈ2មុខល្អចំពោះសុខភាពបើញ៉ាំពេលព្រឹកឬពេលថ្ងៃតែអាចនាំឲ្យមានបញ្ហាបើញ៉ាំពេលយប់ក្រោយពេលបាយល្ងាចយ៉ាងណាយកល្អកុំបរិភោគភេសជ្ជៈ5មុខនេះបន្ទាប់ពីបាយល្ងាចហើយ 1. ទឹកដូងដោយដឹងហើយថាទឹកដូងជាភេសជ្ជៈល្អបំផុតសម្រាប់សុខភាពជាពិសេសនៅពេលអាកាសធាតុក្តៅព្រោះវាអាចធ្វើឲ្យត្រជាក់ក្នុងទោះបែបនឹងមែនតែទឹកដូងមានផ្ទុកជាតិរ៉ែច្រើនវាអាចធ្វើឲ្យយើងរាកនោមញឹកពេលយប់រំខានដល់ការគេង 2. កាហ្វេនិងគ្រីមកាហ្វេក្រឡុកដាក់គ្រីមពីលើជាចំណូលចិត្តរបស់យុវវ័យចំណូលថ្មីតែយើងមិនគួរញ៉ាំវាពេលយប់ទេព្រោះវាធ្វើឲ្យពិបាកដើរខ្យល់និងពិបាករំលាយអាហារព្រោះគ្រីមមានជាតិប្រេងហើយកាហ្វេមានជាតិកាហ្វេអ៊ីនអាចធ្វើឲ្យយើងគេងមិនលក់ 3. ភេសជ្ជៈមានជាតិហ្គាសដឹងស្រាប់ហើយភេសជ្ជៈមានជាតិហ្គាសមិនល្អចំពោះក្រពះយើងទេចំពោះអ្នកឧស្សាហ៍ទល់លាមកនិងឡើងអាស៊ីតខ្ពស់វិញរឹតតែគួរជៀសវាងផឹកភេសជ្ជៈប្រភេទនេះ 4. ទឹកក្រូចច្របាច់ទឹកក្រូចច្របាច់ក៏មិនខុសពីទឹកដូងដែរវាធ្វើឲ្យយើងនោមច្រើនដងលើសពីនេះទឹកក្រូចធ្វើឲ្យយើងចេញទឹកមាត់តិចធ្វើឲ្យស្ងួតមាត់ពេលគេង 5. ទឹកសូដាទឹកសូដាមានជាតិអាស៊ីតខ្ពស់ជាងទឹកក្រូចទៅទៀតសម្រាប់អ្នកឈឺក្រពះឬក្រពះខ្សោយបើមិនចង់ហាមដាច់ខាតបរិភោគប្រភេទទឹកនេះ